ពីព្រេងនាយមានបរិសម្នាក់ក្រលំបាកជាខ្លាំងមូលហេតុគឺដោយសារមានព្រះនៃភាពក្រីក្រមកស្នាក់នៅក្នុងផ្ទះរបស់គាត់អ្នកភូមិមានសេចក្តីអាណិតនិងមិនដាច់ចិត្តក៏ជួយស្វែងរកប្រពន្ធឲ្យបរិសម្នាក់នោះនាងជានារីឧស្សាហ៍ព្យាយាមណាស់ខំធ្វើការងារតាំងពីព្រលឹមទល់ព្រលប់ដោយសារតែមានការជំរុញចិត្តពីប្រពន្ធបរិសនោះក៏ខំប្រឹងធ្វើការដែរធ្វើឲ្យព្រះនៃភាពក្រីក្រចាប់ផ្ដើមមានអារម្មណ៍មិនស្រួលក្នុងការស្នាក់នៅបន្តិចម្ដងនៅថ្ងៃដាច់ឆ្នាំនៃឆ្នាំមួយខណៈដែលប្តីប្រពន្ធទាំងពីរបានរៀបចំរបស់របរសម្រាប់ឆ្លងឆ្នាំរួចរាល់និងបំរុងទទួលឆ្នាំថ្មីក៏ស្រាប់តែឮសំឡេងយំចេញពីលើពិដានពេលមើលទៅឃើញព្រះនៃភាពក្រីក្រកំពុងយំហើយនិយាយថានៅថ្ងៃស្អែកព្រះនៃលាភសំណាងនឹងមកដល់ដូច្នេះខ្លួនត្រូវតែចេញពីផ្ទះឲ្យបានមុនពេលនោះដោយសារប្តីប្រពន្ធមានចិត្តសប្បុរសបានប្រាប់ព្រះនៃភាពក្រីក្រថាអាចនៅបន្តរហូតទៅក៏បានព្រះនៃភាពក្រីក្រលើកនេះយំម្ដងទៀតដោយសារសេចក្តីត្រេកអរសំឡេងជួងដាច់ឆ្នាំបានបន្លឺឡើងព្រះនៃលាភសំណាងក៏បានមកដល់ភ្លាមនោះក៏ចាប់ផ្ដើមព្យាយាមបណ្ដេញព្រះនៃភាពក្រីក្រចេញដោយប្រើកម្លាំងបាយមានការរុញច្រានគ្នារវាងព្រះនៃភាពក្រីក្រនិងព្រះនៃលាភសំណាងនៅពេលឃើញព្រះនៃភាពក្រីក្រកំពុងតែត្រូវបានគេរុញប្តីប្រពន្ធក៏បានជួយឲ្យដេញព្រះនៃលាភសំណាងឲ្យចេញពីផ្ទះទៅព្រះនៃលាភសំណាងមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែគិតថាខ្លួននឹងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅក៏នៅស្រឡាំងកាំងគិតអស់មួយសន្ទុះក៏ងាកក្បាលថយក្រោយទៅតាមផ្លូវដែលខ្លួនធ្លាប់មកវិញបន្ទាប់ពីនោះមកផ្ទះដែលមានព្រះនៃភាពក្រីក្ររស់នៅនេះមិនបានคล้ายជាអ្នកមានទេ